Bây giờ số bột mài bằng phốt ngay đấy mìnhធ្វើbộtទឹកkrương cho mùi nồng bột xoái đấy chỉ bằng lại là dùm từ màធ្វើbột xoái nồng bộtទឹកkrương nồng miệt thành đầy đấy nồng cái tôm cỏ hồn tầm bồn đá nhưng mà đam tất nằm bầy ngò đấyធ្វើទឹកkrươngពួកការដាំទឹកនេះដែរខ្ញុំថែមអំបិលមួយចុងកាព្រាបាយដើម្បីកុំឲ្យសាច់ត្រីរលួយពេកចំពោះសាច់ត្រីនេះដែរខ្ញុំថែមមានគល់គ្រៃរំដេងទឹកក្រូចដើម្បីមួយចំណែកសម្រាប់ស្ងោរជ្រូកមួយចំណែកទៀតដើម្បីធ្វើទឹកគ្រឿងនេះដែរជាត្រីដែលខ្ញុំស្ងោររួចទឹកគ្រឿងនេះដែរខ្ញុំធ្វើការបុកគ្រឿងចូលគ្នាចំពោះគ្រឿងដំបូងមានខ្ទឹមសម្ទេសក្រហមដាក់លីសណ្តែកដីយកមកសណ្តែកដីខ្ទឹមសម្ទេសក្រហមឲ្យម៉ត់ចូលគ្នាល្អពេលនេះដែរគ្រឿងរបស់យើងបានម៉ត់ហើយរួចយើងថែមខ្ទឹមក្រហមចូលពោះទឹកគ្រឿងបុកនេះដែរគឺយើងបុកគ្រឿងឲ្យម៉ត់បន្តមកទៀតយើងដាក់សាច់ត្រីចូលតបមកយើងបុកសាច់ត្រីជាមួយគ្រឿងដែលយើងបានបុករួចឲ្យសព្វគ្នាល្អបន្តមកទៀតយើងថែមជីមានជីនឹងវងជីរណាស្លឹកខ្ទឹមបន្តមកយើងថែមស្ករចូលនិងប៊ីចេងពុំប៊ីចេងដែរខ្ញុំដាក់មួយចុងស្លាបព្រាបាយនេះដែរបងប្អូនជាលទ្ធផលបុកទឹកគ្រឿងរបស់ខ្ញុំបានមកទៀតខ្ញុំចាប់បន្តធ្វើបុកស្វាយម្ដងពុះស្វាយនេះដែរខ្ញុំត្រាំទឹកហើយយើងធ្វើការលាងចម្រាស់ចេញបន្ទាប់មកយើងចាប់ផ្ដើមចៀនត្រីដើម្បីធ្វើការបុកស្វាយរបស់យើងពោះត្រីយើងអាំងក៏បានដែរពេលនេះដែរត្រីចៀនរបស់ខ្ញុំត្រូវបានឆ្អិនរំលីងខ្ទឹមសម្ទេសក្រហមរួចធ្វើការបេះត្រីរបស់យើងយកផ្នែកដែលឆ្អឹងចេញយើងចាប់ដើមរៀបចំធ្វើការបុកស្វាយរបស់យើងដំបូងបុកត្រីឲ្យម៉ត់ពោះសាច់ត្រីដែរយើងបុករៀងយូរបន្តិចដោយសារសាច់ត្រីរៀងយូរជាងត្រីឆ្អើរបន្ទាប់ពីសាច់ត្រីដែលយើងបុកម៉ត់ហើយយើងថែមគ្រឿងចូលមានម្ទេសក្រហមខ្ទឹមសដែលយើងបានរំលីងរួចគឺធ្វើការបុកច្របល់គ្នាឲ្យម៉ត់បន្ទាប់មកទៀតខ្ញុំដាក់ខ្ទឹមក្រហមចូលរួចបុកត្រឡប់ឲ្យចូលសព្វគ្រឿងល្អថែមស្ករស1ស្លាបព្រាបាយនិងថែមប៊ីចេង1ចុងស្លាបព្រាបាយបន្ទាប់ពីបុកបានម៉ត់ហើយយើងថែមស្វាយចូលពោះស្វាយនេះដែរយើងត្រាំហើយលាងទឹកចម្រាស់2ដងដើម្បីឲ្យបានបាត់ជាតិជូរបន្ទាប់មកយើងធ្វើការច្របល់ស្វាយជាមួយគ្រឿងដែលយើងបានបុករួចនេះដែរបងប្អូនជាលទ្ធផលបុកស្វាយរបស់ខ្ញុំបាទបងប្អូនស្រឡាញ់ពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយ follow page របស់ខ្ញុំបាទផងសូមអរគុណច្រើនសម្រាប់បងប្អូនក្នុងការទស្សនាវីដេអូនេះសូមអរគុណ